ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រីវេលាម៉ោង 16:08 នាទីម៉ោងនៅទីក្រុងប៉ារីសថ្ងៃទី 28 ខែតុលាឆ្នាំ 2025 ត្រូវនឹងម៉ោង 22:05 នាទីម៉ោងនៅប្រទេសកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភាបានអញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុវត្ថិភាពដើម្បីចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី 8 នៅទីក្រុងប៉ារីសដែលនឹងប្រពធ្វើឡើងនៅថ្ងៃទី 29 និង 30 ខែតុលាឆ្នាំ 2025 អញ្ជើញទទួលដំណើរគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងប៉ារីសមានវត្តមានអាដាមលុយដាវីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសបារាំងនិងសហការីក្រោយអញ្ជើញដល់ទីក្រុងប៉ារីសនៅព្រឹកថ្ងៃទី 29 តុលាស្អែកសម្ដេចប្រធានរដ្ឋសភានឹងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី 8 តាមកម្មវិធីជាបន្តបន្ទាប់នៅក្នុងនោះសម្ដេចរដ្ឋសភាធិបតីនឹងអញ្ជើញថ្លែងសន្ទរកថាចំនួន3លើកដាច់ដោយឡែកពីគ្នាមាន 1. ថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គក្រោមមូលបត្រសម្ព័ន្ធភាពថ្មីដើម្បីសន្តិភាពមនុស្សនិងភពផែនដី 2. កិច្ចពិភាក្សាទុកមូលស្ដីពីចំពោះមុខការបែកបាក់អធិបតេយ្យភាពក្នុងសន្តិភាពពិភពលោកដែលមានការបែកខ្ញែកនិងទី 3. កិច្ចពិភាក្សាការបែកបាក់និងការប្រឈមមុខដាក់គ្នាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអាស៊ីក្រៅពីនេះសម្ដេចរដ្ឋសភាធិបតីគ្រងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្ដាប្រទេសនិងដៃគូអភិវឌ្ឍន៍នានារួមទាំងលោកជំទាវយ៉ាអែលប្រូនពីវេប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងផងក្នុងការពង្រឹងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទាំងគ្រប់ខណ្ឌនីតិបញ្ញត្តិនិងនីតិប្រតិបត្តិដែលជាបរិយាកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋផងដែរ